កាលពីព្រេងនាយនៅលើផែនដីយើងនេះមនុស្សមិនទាន់ស្គាល់ពណ៌ពីរឬពណ៌ធម្មតាទេមានតែពណ៌គៀងកងប៉ុណ្ណោះនៅក្នុងភូមិតូចមួយមានស្ត្រីម្នាក់ឈ្មោះនាងនីនាងរស់នៅជាមួយកូនស្រីតូចម្នាក់ឈ្មោះនាងអែតចំណែកប្តីបានចាកចិនទៅជួញអង្កាមយូរឆ្នាំមិនទាន់ត្រឡប់មកថ្ងៃមួយនាងនីបាននាំកូនចូលព្រៃដើម្បីរកឧសពេលកំពុងកាប់ឧសដាវបានធ្លាក់ចូលក្នុងរន្ធមួយនៅក្នុងនោះមានពណ៌កេងកងធំមួយពណ៌នោះនិយាយថាបើនាងព្រមធ្វើជាប្រពន្ធអញនឹងយកដាវឲ្យវិញដោយសារចិត្តមិនល្អនាងនីក៏ព្រមយល់ភ្លាមដោយសារតែភាពភ័យខ្លាចនិងភាពល្ងងខ្លៅនាងនេះក៏បានយល់ព្រមតាមពាក្យរបស់ពុនឲ្យកូនស្រីមកហៅញ៉ាចាំម៉ែឲ្យមេអេតមកហៅនេះតាំងពីថ្ងៃនោះមករាល់ល្ងាចនាងអេតត្រូវទៅហៅពណ៌នាងខ្លាចខ្លាំងណាស់ប៉ុន្តែដោយសារខ្លាចម្ដាយនាងក៏មិនហ៊ានបដិសេធពណ៌កេងកងធំនោះតែងតែឡើងមកផ្ទះហើយដេកជាមួយនាងនេះជារៀងរាល់យប់ពេលវេលាកន្លងទៅនាងនេះក៏មានផ្ទៃពោះដោយសារសហាយជាមួយពណ៌តើខ្ញុំត្រូវធ្វើដូចម្ដេចបើប្តីខ្ញុំត្រឡប់មកវិញមួយថ្ងៃប្តីនាងត្រឡប់មកវិញឃើញប្រពន្ធមានផ្ទៃពោះក៏សង្ស័យយ៉ាងខ្លាំងគាត់សួរកូនស្រីតើមានរឿងអ្វីកើតឡើងពេលពុកមិននៅក៏ប្រាប់ការពិតទាំងអស់ប្តីខឹងខ្លាំងណាស់គាត់សម្រេចចិត្តសម្លាប់ពស់នោះទៅហៅពស់កេងកងមកជាមួយគាត់ឲ្យកូនទៅហៅពស់ដូចធម្មតាយប់នេះហងឯងទៅហៅវាដូចរាល់ដងតែហាមប្រាប់ម្ដាយហងឲ្យដឹងពស់កេងកងខណៈដែលគាត់លាក់ខ្លួនកាន់ដាវចាំនៅមាត់ទ្វារពស់លូនចូលមកដោយមិនដឹងអ្វីទេភ្លាមប្តីក៏កាប់ក្បាលពស់ដាច់ភ្លាមបន្ទាប់មកគាត់កាត់សាច់ពស់ធ្វើជាម្ហូបហើយឲ្យប្រពន្ធញ៉ាំដោយមិនឲ្យដឹងការពិតស្លាប់ទៅអាសត្វតិរិឆានយកសាច់វាទៅស្លឲ្យម្ដាយហងស៊ីកុំឲ្យនាងដឹងរឿងនេះឲ្យសោះសាច់អីក៏ឆ្ងាញ់ម្លេះមេអេតរលើបរលោងល្អណាសាច់ជ្រូកទេម៉ែនៅពេលនាងនេះកំពុងញ៉ាំបាយលេបសាច់ប្តីឯងក៏ឯកមួយហើរមកលើដើមឈើហើយបូលថាក៏ឡូកំពុងញ៉ាំសាច់ប្តីឯងហេតុអ្វីក៏ទៅជាបែបនេះឮហើយភ័យខ្លាចនាងមើលទៅឃើញក្បាលពស់និងកន្ទុយក៏ដឹងភ្លាមថានាងកំពុងញ៉ាំសាច់សាហាយរបស់ខ្លួនប៉ុន្តែនាងមិនហ៊ាននិយាយបានតែស្ងៀមស្ងាត់និងសោកស្ដាយក្នុងចិត្តប្តីដឹងច្បាស់ហើយថាប្រពន្ធក្បត់គាត់ក៏រៀបចំផែនការសម្លាប់នាងពេលនាងជិតសម្រាលកូនគាត់បបួលនាងទៅកកសក់នៅបឹងឆ្ងាយនៅទីនោះខណៈដែលនាងកំពុងអង្គុយគាត់បានដកដាវហើយកាប់នាងពីក្រោយអង្គុយចុះទៅបងនឹងជួយកកសក់ឲ្យអូនស្លាប់ភ្លាមនោះមានអ្វីមួយគួរឲ្យរន្ធត់កូនបោះជាច្រើនលូនចិនពីពោះនាងប្តីព្យាយាមកាប់ប៉ុន្តែមិនអស់ទេពស់ខ្លះរត់ចូលព្រៃខ្លះមុជទឹកខ្លះលាក់ខ្លួនក្នុងដីចាប់តាំងពីថ្ងៃនោះមកពស់បានកើនឡើងច្រើនប្រភេទពេញពិភពលោកហើយនេះហើយគឺជាដើមកំណើតនៃពស់ជាច្រើនដែលយើងឃើញសពថ្ងៃនេះ